បងខាងលើនេះភ្លើងផ្នែកខ្នាត6ទឹកដែលខ្ញុំរៀបចំជូនណាបងអញ្ចឹងនៅក្នុងឈុតបក់វាមានមកជាមួយនឹងទី1សភៅណែនាំរបៀបប្រើទី2ស្គុតមុខ2តេឡេបជាខ្សែ USB ខ្សែនេះមានកង់តាក់បិទបើកម្ដុំនេះ4ម៉ែត្រកន្លះមានដោយអុចបរិយមានហ៊ុន2ហើយជាមួយនឹងមានភ្លើងផ្នែកហ្នឹងមួយភ្លើងផ្នែកណាកន្លែងមុខបក់វានេះវាមានចិត្តស្អិតស្រាប់អញ្ចឹងពេលបងយកទៅបងយកទៅដាក់ឡសិនដល់តែបងច្បាស់ឲ្យថាទីតាំងណាដែលបងដាក់អញ្ចឹងចាំបងថែមស្គុតមុខ2យកអាស្គុតនេះបិទនៅកែមវានេះបិទនៅជុំវិញមកសុំវាហ្នឹងមកជុំមកហើយបងបិទយកហ្មងណាបងដល់តែបន្ទាប់មកបងយកទូរស័ព្ទមក scan កម្មវិធីនេះនៅកន្លែងនេះវាលើប្រអប់ហ្នឹងណាបើមិនអញ្ចឹងទេបងអាចវាយអក្សរនេះនៅកន្លែង App Store បានដើម្បី download កម្មវិធីប្រើបង scan ជូនបងណានេះយើង scan ចេះមកនេះវាមានកម្មវិធីអញ្ចឹងយើង load ចេះមកយើង download បានហើយបងនេះវាចេញមកបើសិនជាបងប្រើប្រភេទប្រើទូរស័ព្ទ iPhone យកឡើងលើនេះបើប្រភេទប្រើកម្មវិធីបក Google យកមួយនេះបើប្រភេទ Android យកមួយនេះណាបងអញ្ចឹងបើខ្ញុំ iPhone នេះខ្ញុំចុចខាងលើនេះអញ្ចឹងយើង download បើសិនជាបង scan អត់ចេញទេបងវាយឈ្មោះហ្នឹងនៅកន្លែង App Store មកយើង download កម្មវិធីហ្នឹងមកបានហើយបងបាទបងដល់ពេលដែលបង scan ហើយនេះបានកម្មវិធីបកវាមួយរៀងចេះធុកនេះហ៎បងអញ្ចឹងឥឡូវនេះខ្សែបកវាយើងដោតកន្លែងនេះមានកង់តាក់នេះដូចអុចបរិយហ៎បងអញ្ចឹងយើងបើកដំណើរការវាមកអញ្ចឹងហ៎បងចឹងឥឡូវកម្មវិធីនេះខ្ញុំ download បានហើយបងកម្មវិធីហ្នឹងខ្ញុំ download បានទី1យើងត្រូវភ្ជាប់ Bluetooth យើងចុចលេខបូកនេះដើម្បីភ្ជាប់ Bluetooth ចឹងយើងយកកន្លែងនេះហ៎បងនៅពេលដែលវាលោតចេញ QQ នេះមានន័យថា Bluetooth ហ្នឹងភ្ជាប់ហើយអញ្ចឹងមុខងារទី1កន្លែងនេះបាទបងឥឡូវមុខងារទី1មុខងារយើងសរសេរអក្សរកន្លែងនេះយើងអាចដាក់ឥឡូវយើងអាចដាក់អក្សរអីក៏បានដែរប៉ុន្តែអក្សរខ្មែរប្រើអត់បានណាបងឥឡូវខ្ញុំថាដាក់ Pass App Cambodia អញ្ចឹងទៅណាបងអញ្ចឹងខ្ញុំអូខេមកអញ្ចឹងខ្ញុំចេញចែកអញ្ចឹងវាចេញហើយអញ្ចឹងខ្ញុំអាចដូរពណ៌អក្សរបានថ្ងៃនេះយើងអាចធ្វើ mode បានណាយើងក៏អាចដូរពណ៌ផ្ទៃបកវាបានដែរឬយើងចុចអត់ដាក់អញ្ចឹងណាបងហើយយើងអាចរើសអក្សរហ្នឹងវាមានចលនាពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងឥឡូវឧទាហរណ៍ថាបងពេញចិត្ត mode ហ្នឹងណាបងចុចកន្លែងនេះអញ្ចឹងមានន័យថា mode ហ្នឹងបាន save ទុកនៅក្នុងកម្មវិធីហើយបងដល់តែមុខងារទី2មុខងារកន្លែងនេះគឺមុខងារភ្នែកណាបងមុខងារភ្នែកហើយនឹង mode ផ្សេងនេះអានេះmode របស់វាមានច្រើនវា update ថ្មីរហូតណាវាមានជាអក្សរវាមានជាអីចឹងនេះជាងការទៅគេវាមានអានេះ mode ដែលវាមាន design មកស្រាប់ៗអញ្ចឹងណាបងវាមានច្រើន mode នេះកន្លែងនេះភ្នែកអញ្ចឹងនេះភ្នែកយើងអាចដាក់ភ្នែកតាម mode ដែលយើងចូលចិត្តយើងដាក់ភ្នែកមកគ្រាប់ក៏បានយើងដាក់ប្រភេទភ្នែកមកគូអញ្ចឹងក៏បានដែរបងឧទាហរណ៍ថាខ្ញុំថាយកភ្នែក mode នេះហ่าបងអញ្ចឹងខ្ញុំចុចព្រួយនេះចុចអញ្ចឹងវា save ហើយអញ្ចឹងវា save ទុកដូចគ្នាអញ្ចឹងជាប់ហើយណាបងចានេះ mode ភ្នែកអញ្ចឹងវាមានច្រើនមែនតើនៅក្នុងហ្នឹងខ្ញុំមើលអត់ដែរអស់ហើយបងហើយប្រាប់ពី mode ភ្នែកក៏វាមានជាដូចដាក់ sticker ដាក់អីអញ្ចឹងណាបងដល់ក្រៅពី mode ភ្នែកកន្លែងនេះយើងអាចដាក់ជាម៉ោងបានបងយើងមានម៉ោងមានថ្ងៃខែអីណាតាមយើងចូលចិត្ត mode អីយើងដាក់ mode ហ្នឹងបងក្រៅពីហ្នឹងថ្ងៃនេះបើហុកមួយនេះវាញាក់ទៅតាមភ្លេងណាបងនេះបើបងបើកភ្លេងទៅវាលោតទៅតាម mode ភ្លេងបងហើយអញ្ចឹងណាបងហើយមួយទៀត mode ដែលបងបាន save ទុកវានៅក្នុង line program list នេះមិញ mode ដែលយើងបាន save ឥឡូវឧទាហរណ៍ថាខ្ញុំយក mode នេះខ្ញុំពេញចិត្ត mode នេះខ្ញុំចុចលេងតែមួយ mode ហ្នឹងវាចេញ mode ហ្នឹងហើយបងឧទាហរណ៍បើបងយក2 3 mode បងមានដាក់លេខទូរស័ព្ទដាក់ mode ភ្នែកអីអញ្ចឹងយើងបងគូ tick 2មកបងចុចអញ្ចឹងវាលោតឆ្លាស់គ្នាឲ្យ mode ភ្នែកហើយជាមួយនឹងលេខទូរស័ព្ទហ៎បងបើ mode ណាដែលបងអត់ពេញចិត្តបងចុច delete ចោលទៅ
chẳng là việc phở lớn nó miên tại phần năng ngay bông phần tay bây giờ bông vô tới bông thời phải dặn mùi lớn ấy bông cùng bọt vì á cùng sạc vì ta sạc vì ai đã chắc bông của anh ấy việc tôn men phần tay kia dương cùng sạc là cả lại nên chẳng á bông sạc tới chừng ca sạc chỗ tới vì ai khổ nhá bông vô tới là việc phở men tập phần năng ngay bông ở cuốn